ចាព្រឹកនេះខ្ញុំមកធ្វើនំប៉័ងពោតអាំងឲ្យអាហ្វាគាត់ញ៉ាំមុនទៅសាលារៀនណាខ្ញុំប្រើគ្រាប់ពោត2ស្លាបព្រាបាយកន្លះ mayonnaise 1ស្លាបព្រាកាហ្វេ cottage cheese 1ស្លាបព្រាបាយហើយនិងអំបិលបន្តិចលាយចូលគ្នាសព្វល្អមកហើយខាងនំប៉័ងវិញខ្ញុំដាក់ mayonnaise ប៉ាតវាបន្តិចហើយបានខ្ញុំដាក់ topping ពីលើបន្ទាប់មកយកទៅដុតនៅក្នុងកម្ដៅ180អង្សារយៈពេល8នាទីខាងពងមាន់វិញខ្ញុំយកមកលាយជាមួយទឹកស្អ៊ីវបន្តិចមកវាយច្របល់ចូលគ្នាសព្វល្អហើយយកទៅចៀនមានបងប្អូនយើងគាត់ឆ្ងល់ថាឲ្យកូនញ៉ាំផ្លែផាសិនទាំងព្រឹកហើយញ៉ាំស្រស់ៗអញ្ចឹងអត់ជូរទេអីផ្លែផាសិនពណ៌លឿងនេះពូជទឹកឃ្មុំបងប្អូនអត់ជូរទេញ៉ាំទៅផ្អែមមែនទែនហើយក្លិនវាវិញឡងក៏អូបជាប់មាត់ហ្មងបងប្អូនខ្ញុំសុំសួរបន្តិចមើលអាហារពេលព្រឹកដែលខ្ញុំធ្វើឲ្យអាហ្វាញ៉ាំរាល់ថ្ងៃហ្នឹងណាបងប្អូនមើលទៅមានអារម្មណ៍ថាអាហារហ្នឹងតិចពេកឬមួយក៏អាហារហ្នឹងច្រើនពេកសម្រាប់ក្មេងខ្ញុំឆ្ងល់អញ្ចឹងដោយសារតែមានបងប្អូនខ្លះគាត់សួរថាឲ្យកូនញ៉ាំប៉ុណ្ណឹងកូនឆ្អែតដែរហើយមានបងប្អូនខ្លះទៀតសួរផ្ទុយពីហ្នឹងសួរថាឲ្យកូនញ៉ាំច្រើនអញ្ចឹងកូនញ៉ាំអស់អត់កាពិតទៅអាហារដែលខ្ញុំធ្វើឲ្យអាហ្វាញ៉ាំរាល់ថ្ងៃហ្នឹងអត់ច្រើនពេកធ្វើឲ្យគាត់ហល់ឬមួយក៏អត់តិចពេកធ្វើឲ្យគាត់ឆាប់ឃ្លានទេគឺល្មមស្ងាត់ពោះគាត់តែម្ដង Good morning អាហារពេលព្រឹករបស់អាហ្វាថ្ងៃនេះសុទ្ធតែឆ្ងាញ់មានតែគេចង់ញ៉ាំជាមួយអាហ្វាអត់មើលវីដេអូចាប់ហើយសូមជួយចែក share ឲ្យអាហ្វាផងណាបាទអរគុណបាទទៅសាលាឲ្យសប្បាយណាអាហ្វាបាទ